216នាងរត់រកអ្នកមេខាតលាក់រត់រកអាបាតុនសានិយមន័យប្តីប្រពន្ធដែលមាននិស្ស័យកម្មត្រូវគ្នាអត្ថាធិប្បាយពាក្យទំនឹមទំនៀមបុរាណនេះលោកចង់ពោលទៅដល់គូប្តីប្រពន្ធណាដែលមានកិរិយាមាយាទសមស្របគ្នាធម្មតាមនុស្សដែលមានចិត្តគំនិតប្រហាក់ប្រហែលគ្នានិស្ស័យកម្មក៏ប្រហាក់ប្រហែលគ្នាដែរដូច្នេះគេតែងតែរត់រកគ្នារួចចងស្ពានមេត្រីទៅនឹងគ្នានាងរត់រកអ្នកស្ត្រីដែលប្រកបដោយចរិយាមាយាទល្អរមែងគប់ចិត្តនឹងបុរសណាដែលមានគុណធម៌ខ្ពស់និងឧត្តមគតិល្អប្រសើរគឺជាសភាពបុរសដែលមានកិរិយាមាយាទថ្លៃថ្នូរឯសភាពបុរសវិញក៏តែងគប់អធ្យាស្រ័យនឹងសភាពនារីដូចខាងលើនេះដែរហេតុនេះហើយបានជាលោកពោលថានាងរត់រកអ្នកមេខាតលាក់រត់រកអាបាតុនសាស្ត្រីដែលមានកិរិយាមាយាទមិនល្អគ្មានសណ្ដាប់ធ្នាប់ខ្ជះខ្ជាយក្នុងការងាររលេះរលោះពុំសមរម្យខ្លួនជាស្រីដែលចាស់ទុំតែងជេរថាស្រីកញ្ជើធ្លុះស្រីដែលមានលក្ខណៈបែបនេះតែងពេញចិត្តនឹងបុរសកញ្ជើធ្លាយដែលលោកប្រៀបប្រដូចទៅនឹងកំបិតបាក់ទុនសាព្រោះកំបិតបាក់ទុនសាមិនមានពន្លួញដាក់ដងកើតទេធម្មតាកំបិតដែលគ្មានដងទោះបីកាប់អ្វីក៏ពុំកើតដែរបើកាប់បានបន្តិចបន្តួចក៏ទាំងត្រដាបត្រដួសអត្តចរិតបុគ្គលិកលក្ខណៈរបស់មនុស្សដែលមាននិស្ស័យប្រហាក់ប្រហែលគ្នាតែងតែរត់រកគ្នាជានិច្ចនារីមានលក្ខតែងប្រាថ្នានៅបុរសណាល្អពុនរាយស្រីកញ្ជើធ្លុះប្រុសកញ្ជើធ្លាយតែងវិចសំពាយរត់រកគ្នា217នាងតៃស្មាតាងស៊ីរះសងខាងមិនឲ្យខ្នើសចិត្តនិយមន័យល្បិចស្រីដែលយកប្តីម្ដងពីរអត្ថាធិប្បាយពាក្យទំនឹមទំនៀមនេះលោកពោលសំដៅទៅលើស្ត្រីម្នាក់ដែលយកប្តីម្ដងពីរហើយចេះផ្គប់គុណប្តីទាំងពីរនាក់នោះមិនឲ្យទាស់ទែងខ្វែងគំនិតគ្នាបានតាមធម្មតាប្រុសម្នាក់យកប្រពន្ធម្ដងពីរគេកម្រឃើញប្រពន្ធទាំងពីរនោះសុខកាយសប្បាយចិត្តស្និទ្ធស្នាលយកគ្នាជាមិត្តបានណាស់ទោះបីនៅផ្ទះដាច់ដោយឡែកពីគ្នានឹងទំនប់បំរុងជាប្រកាសឬសម្ភារៈគ្រប់គ្រាន់ដូចម្ដេចក៏ដោយផ្ទុយទៅវិញបើស្ត្រីម្នាក់យកប្តីម្ដងពីរគេតែងឃើញប្តីទាំងពីរនាក់នោះល្អោកល្អឿនស្រឡាញ់គ្នាជាមិត្តជួនគេឃើញប្តីទាំងពីរនាក់រកស៊ីជាមួយគ្នាទៀតផងកត្តាដែលនាំឲ្យប្តីទាំងពីរស្រឡាញ់គ្នាបានគឺមកពីកាយវិការយ៉ាងប៉ិនប្រសប់និងឆ្លាតវាងវៃរបស់នាងស្រីជាប្រពន្ធដូចជាចេះផ្គប់ចិត្តប្តីទាំងសងខាងទៅតាមចំណង់ចំណូលចិត្តរបស់ប្តីនីមួយព្រោះប្រុសម្នាក់តែមានចំណុចខ្សោយបើកាលណាស្ត្រីនោះឯងឆ្លាតចេះបំពេញត្រង់ចំណុចខ្សោយរបស់បុរសនោះបានហើយបុរសនោះតែងលុតជង្គង់ចំពោះមុខស្ត្រីនោះជាពិតប្រាកដហេតុនេះហើយបានជាបណ្ឌិតពោលថាល្បិចកលមាយាស្ត្រីគឺជាឱសថទិព្វឬជាអាវុធពិសេសដែលសម្លាប់បុរសទាំងឡាយឲ្យស្លាប់ដោយស្ងៀមស្ងាត់និងដោយគ្មានទោសពេយទៀតផងណចៈសោណចៈអញ្ញោអ្នកដែលទៅកើតថ្មីទៀតមិនមែនយើងទេតែក៏គ្មានអ្នកណាក្រៅពីយើងដែរដើមស្វាយថ្មីដែលដុះឡើង
មិនមែនដើមស្វាយចាស់ទេតែក៏គ្មានដើមស្វាយណាក្រៅពីដើមស្វាយចាស់ជាបច្ច័យដែរព្រោះបើគ្មានដើមស្វាយចាស់ស្វាយថ្មីក៏គ្មានដែរបើនេះពុំមាននោះក៏ពុំមានដែរនេះវាយូរខ្ចីខ្ចីញ៉ាញ់ទៀតសួរខ្ចីចឹងសម្រស់អ្នកថតនេះទៀតណាថតហូប